welcome back ខ្ញុំម្ដងទៀតហើយសក្តា Gaming នៅថ្ងៃនេះខ្ញុំនឹងចេញ part 2 អូខេនេះគឺ part 2 បងប្អូនអ្នកគ្នាអញ្ចឹងយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាអូខេឥឡូវដោយសារតែផ្ទះខ្ញុំមើលទៅវាអត់តំណងទេដូច្នេះហើយខ្ញុំក៏បានដើរទៅកាប់ឈើហើយពេលដែលខ្ញុំកាប់ឈើរួចខ្ញុំក៏បានទៅសាងសង់ផ្ទះបន្តទៀតទៅហើយនេះគឺជាផ្ទះរបស់ខ្ញុំហើយនេះគឺជាផ្ទះដែលខ្ញុំបានសាងសង់វារួចឥឡូវឃើញស្អាតទេអ្នកគ្នាអញ្ចឹងខ្ញុំបានផ្លាស់ប្ដូរវាហើយពីផ្ទះមើលទៅដូចកថោមកខ្លះជាផ្ទះមើលទៅរៀងសមរម្យមកអ្នកគ្នាហើយកន្លែងក្រែក៏វាយើងបដូរដែរអូខេហើយក៏មិនភ្លេចដែរនៃបេះដូងហាខបងប្អូនអ្នកគ្នានៅសាវើនេះគឺជាវើហាខហើយខ្ញុំលេងនៅក្នុង Minecraft Java ខ្ញុំមិនមែន Minecraft Bedrock ទេអញ្ចឹងយើងគោលដៅយើងបន្ទាប់គឺយើងទៅធ្វើ farm អ្នកគ្នាអញ្ចឹងខ្ញុំក៏បានយកអីគេដែលគេថាអីអាណាជោគស្រូវនោះហ៎ខ្ញុំយកទៅធ្វើ farm អញ្ចឹងតោះតើមើលខ្ញុំធ្វើ farm ទាំងអស់គ្នាហើយកន្លែងដែលខ្ញុំធ្វើ farm គឺនេះកន្លែងនេះគឺនៅជិតមាត់ទឹកតែម្ដងដោយសារតែខ្ញុំអត់ទាន់មានកធុងទឹកអញ្ចឹងហើយខ្ញុំក៏បានដាំវានៅទីមាត់ទឹកចឹងម្ដងតែម្ដងទៅឲ្យស្រួលហើយខ្ញុំក៏បានយកគ្រាប់ស្រូវយកមកដាំតែដល់ពេលមើលក្នុងខ្លួនខ្ញុំគឺគ្មានគ្រាប់ស្រូវទេដូច្នេះខ្ញុំក៏ដើរវាយអាស្រូវនេះអាឆ្មៅនេះហើយពេលជ្រុះមកខ្ញុំវាយទាំងអស់ខ្ញុំតែជ្រុះមកជ្រុះបាពីដល់កហ្មងហើយខ្ញុំក៏បានដើរវាយវាទៅហើយពេលដែលខ្ញុំវាយរួចខ្ញុំក៏បានយកវាយកមកដាំទៅហើយខ្ញុំក៏បាននឹកឃើញថាខ្ញុំក៏មានគ្រាប់ស្រូវនៅក្នុងឆេះដែរអញ្ចឹងហើយខ្ញុំក៏បានទៅយកគ្រាប់ស្រូវនៅក្នុងឆេះយកមកដាំបន្តទៀតទៅតែឥឡូវមេឃយប់ហើយខ្ញុំសុំដេកមួយសិនអូខេឥឡូវភ្លឺហើយខ្ញុំក៏បានទៅដើរយកគ្រាប់ស្រូវយកទៅដាំបន្តទៀតហើយដោយសារតែខ្ញុំឃើញកន្លែងទឹកនេះគឺវាអត់ទៅល្អទេដូច្នេះហើយខ្ញុំក៏បានទៅកាប់ដីយកមកបិទវាទៅហើយដល់ពេលដែលខ្ញុំកាប់ដីរួចខ្ញុំក៏បានយកវាទៅបិទធ្វើជាផ្លូវហើយនេះគឺខ្ញុំបានធ្វើផ្លូវហើយអញ្ចឹងហើយខ្ញុំក៏បានដើរទៅ explore ផ្ទះរបស់ខ្ញុំទៀតទៅខ្ញុំឃើញគោខ្ញុំក៏បានកាប់គោហើយខ្ញុំក៏នឹកឃើញថាផ្ទះរបស់ខ្ញុំគឺគ្មានកញ្ចក់ទេដូច្នេះហើយខ្ញុំក៏បានយកកញ្ចក់ដែលខ្ញុំបានដុតពីខ្សាច់ហ្នឹងយកទៅដាក់ដើម្បីឲ្យមើលទៅឃើញផ្ទះរបស់យើងស្អាតចឹងណាអញ្ចឹងហើយខ្ញុំក៏ចាប់ផ្ដើមវាយឈើនេះដាក់កញ្ចក់ទៅយើងបានដាក់កញ្ចក់រួចរាល់អស់ហើយមិនដែរអ្នកគ្នាតែខ្ញុំពេលដាក់កញ្ចក់ចឹងទៅឃើញវារៀងស្អាតជាងមុនអញ្ចឹងទទួលយកបានអត់អ្នកគ្នាបើថាស្អាតនៅចាំមើលនៅវីដេអូក្រោយៗទៀតណាហើយកុំភ្លេចផង like និង subscribe ដោយសារហើយខ្ញុំក៏ឃើញស្បែកគោ8ខ្ញុំក៏បានយកវាយកមកផលិតធ្វើជាខោដើម្បីឲ្យមានសម្លៀកពាក់ផងកុំឲ្យថាអត់ខ្លួនទេហើយខ្ញុំក៏បានយកវាយកមកពាក់មកហើយមើលទៅវាស្អាតដែរអត់ទេអ្នកគ្នាអាចមើលបាននេះគឺរូបរាងខ្ញុំនេះស្អាតអត់អ្នកគ្នាហើយវីដេអូនេះមានប៉ុណ្្នឹងឯងរងចាំនៅវីដេអូក្រោយៗទៀតណាបាយបាយ